បាទដល់ខែដាក់ទ្រូយកត្រីឆ្លូញឲ្យបងប្អូនហើយវីដេអូនេះដែរខ្ញុំនឹងនាំបងប្អូនទៅទស្សនាសកម្មភាពយើងទៅលើកទ្រូដែលយើងដាក់ពន្លិចទឹកដើម្បីយកត្រីឆ្លូញនៅតាមវាលស្រែហើយមុននឹងនាំបងប្អូនទៅទស្សនាវីដេអូសូមបងប្អូនជួយ follow page ជួយ subscribe YouTube channel ម្នាក់មួយផងថែមទាំង share បាទដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការបន្តធ្វើវីដេអូពាក់ព័ន្ធនឹងសកម្មភាពនេសាទត្រីបន្តទៀតរដូវច្រូតកាត់ក៏ជិតឈានមកដល់ហើយចំណែកឯទឹកជំនន់ក៏ចាប់ផ្ដើមស្រកទៅវិញបណ្ដើហើយនៅតាមគុំស្រូវពោពេញទៅដោយត្រីជាពិសេសគឺត្រីឆ្លូញហើយប្រហែលថ្ងៃនេះដែរគឺឃើញថាបងអូនខ្ញុំគឺដាក់ទ្រូបានត្រីឆ្លូញច្រើនផងដែរទ្រូគាត់មានចំនួនប្រហែលជា6ទ្រូហើយក្នុងមួយល្ងាចបាទគាត់លើកបានត្រីឆ្លូញប្រហែលជាខ្ទង់5គីឡូផងដែររដូវដែលយើងដាក់ទ្រូយកត្រីឆ្លូញហ្នឹងក៏មិនច្រើនថ្ងៃដែរខ្ទង់តែ10ថ្ងៃហ្នឹងគឺអស់ត្រីហើយអញ្ចឹងយើងចាប់ផ្ដើមរស់រាន់ព្យាយាមប្រមូលបាទទ្រូដើម្បីដាក់យកត្រីឆ្លូញនៅតាមវាលស្រែតាមថ្លុកត្រីឆ្លូញនេះដែរគឺជាប្រភេទត្រីមួយដែលមានរសជាតិឆ្ងាញ់យើងអាចយកទៅធ្វើម្ហូបអីក៏បានដែរស្ងោរជ្រក់បាទយកទៅប្រឡាក់ជាមួយនឹងរ៉ូឌីបំពងខ្លាញ់បាទនិងមុខម្ហូបជាច្រើនទៀតរីឯតម្លៃវិញក៏មិនថោកប៉ុន្មានដែរបងប្អូនណាគឺតម្លៃជាមធ្យមគឺ20000រៀលក្នុង1គីឡូក្រាមហើយពាក់ព័ន្ធនឹងត្រីឆ្លូញមុខម្ហូបដែលខ្ញុំចូលចិត្តជាងគេគឺស្ងោរជ្រក់ត្រីឆ្លូញបើមិនតែយើងបានត្រីឆ្លូញដែលធំគឺយកទៅស្ងោរជ្រក់រសជាតិអែមមែនទែនទ្រូដែលយើងដាក់យកត្រីឆ្លូញគឺជាប្រភេទទ្រូប្រុស100តែប្រុសមិនមែនមាន100ប្រុសទេគឺប្រុសមានត្រឹមតែ10ទៅ11ប្រុសទេអាហ្នឹងជាឈ្មោះរបស់ទ្រូបាទ Oh no អញត្រូវអត់ទៅបាញ់ដល់យកខែនេះបាទហើយទ្រូដែលយើងដាក់យកត្រីនេះគឺយើងដាក់មិនឆ្ងាយពីផ្ទះប្រហែលទេបងប្អូនយើងដើរចេញពីផ្ទះខ្ទង់ប្រហែលជា100ម៉ែត្រទេហើយក្នុងវីដេអូនេះដែរគឺខ្ញុំថតបានតែការលើកទ្រូចំនួនតែ2ទ្រូទេចំណែកឯទ្រូផ្សេងទៀតគឺខ្ញុំអត់បានទៅតាមថតនៅពេលដែលបងប្អូនខ្ញុំគាត់លើកនោះទេអញ្ចឹងយើងចាំទៅមើលលទ្ធផលនៃការប្រមូលត្រីដែលយើងលើកទ្រូទាំងអស់ខ្ទង់ប្រហែលជាបាទ6ទ្រូហ្នឹងថាតើយើងនឹងទទួលបានត្រីឆ្លូញប៉ុន្មានគីឡូហើយនឹងមានប្រភេទត្រីអ្វីខ្លះដែលចូលក្នុងទ្រូរបស់យើងត្រីឆ្លូញភាគច្រើនគឺវាចូលតែនៅពេលថ្ងៃទេអត់ដឹងថាយ៉ាងម៉េចដែរយើងដាក់ពេលយប់ពេលព្រឹកដែលយើងលើកហ្នឹងមិនសូវជាបានត្រីឆ្លូញប៉ុន្មានទេភាគច្រើនគឺយើងបានក្តាមប្រភេទត្រីកញ្ចុះត្រីឆ្លាំងត្រីក្រាញ់និងត្រីកំភ្លៀងប៉ុន្តែនៅពេលដែលយើងលើកពេលល្ងាចមានន័យថាយើងដាក់ពីព្រឹកដល់ពេលល្ងាចហ្នឹងគឺយើងនឹងប្រមូលបានត្រីឆ្លូញច្រើនបាទអាចខ្ទង់ដល់5គីឡូផងដែរហើយបើសិនជា1គីឡូ20000មានន័យថាក្នុងមួយថ្ងៃគឺយើងអាចលក់ត្រីឆ្លូញបាន100,000រៀលដែរប៉ុន្តែរយៈពេលដែលយើងអាចដាក់ទ្រូយកត្រីឆ្លូញបានហ្នឹងវាមិនមានពេលយូរទេបងប្អូនចន្លោះពីមួយសប្តាហ៍ទៅ10ថ្ងៃទេដែលយើងអាចប្រមូលត្រីឆ្លូញដាក់ទ្រូយកត្រីឆ្លូញពីវាលស្រែមកបានផលរដូវហ្នឹងគឺទឹកចាប់ផ្ដើមស្រករីងដាច់ពីវាលស្រែគឺយើងលែងប្រមូលបានត្រីឆ្លូញទៀតហើយឥឡូវយើងចាប់ផ្ដើមចាក់ត្រីចេញពីធុងចូលចានដែកដើម្បីធ្វើការរើសយកត្រីឆ្លូញឲ្យដាច់ដោយឡែកបាទមានក្តាមមានត្រីបាទច្រើនប្រភេទផងដែរហើយជាក់ស្ដែងយើងឃើញថាត្រីឆ្លូញដែលយើងទទួលបានហ្នឹងគឺវាមានទំហំមធ្យមបាទមិនតូចមិនធំមកល្មមបាទបើសិនជាយើងយកទៅប្រឡាក់រ៉ូឌីជៀនបាទពិតជាអែមស្នេហ៍បងប្អូនណាឆ្ងាញ់មែនតើអញ្ចឹងនៅតាមជនបទរដូវវស្សាបាទគឺមិនខ្វះអីហូបទេបងប្អូនឲ្យតែយើងបាទឧស្សាហ៍អញ្ចឹងយើងនឹងប្រមូលផលរហូតដល់យើងអាចយកត្រីនឹងទៅលក់បានចំណូលថែមទៀតអញ្ចឹងដូចពាក្យចាស់លោកពោលថាបាទរពឹសដៃផ្ទៃឆ្អែតបាទអញ្ចឹងអ្នកជនបទគឺជីវិតរស់នៅគឺពោពេញទៅដោយបាទភាពសប្បាយរីករាយបាទហើយទទួលទានបានសុទ្ធតែរបស់ធម្មជាតិដែរដែលយើងអាចប្រមូលផលដោយខ្លួនឯងយើងអាចស្វែងរករបស់ធម្មជាតិហូបដោយខ្លួនឯងសឹងថាយើងបាទមិនចាំបាច់ចាយប្រាក់ទៅទិញពីផ្សារនោះទេថែមទាំងយើងលក់នៅផ្សារបានប្រាក់មកវិញផងដែរជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចណាជួយ Subscribe និង Follow page ដើម្បីឲ្យ admin បានទទួលបាន follow ច្រើននិង subscriber ច្រើនក្នុងការ apply រកលុយទាំងអស់គ្នាអរគុណ